ផ្ទះបងប្អូនណាខ្លះដែលមានកូនចូលចិត្តឆាយ៉បំពងបើសម្រាប់ផ្ទះខ្ញុំវិញគឺកូនស្រីខ្ញុំចូលចិត្តមែនតែនមកមុខនេះអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំឆ្លៀតមកធ្វើឆាយ៉បំពងហ្នឹងដោយកាលពីមុនខ្ញុំក៏អាសាធ្វើដែរប៉ុន្តែគ្រាន់ថាយើងទិញសបកគេតែថ្ងៃនេះគឺខ្ញុំមកធ្វើសបកឆាយ៉នឹងខ្លួនឯងតែម្ដងគឺខ្ញុំប្រើគ្រឿងផ្សំមានម្សៅមី220ក្រាមទឹកស្អាតធម្មតា380 ml ជាមួយអំបិលបន្តិចមកហើយយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបន្ទាប់មកគឺថែមប្រេងឆាមកស្លាបព្រាបាយហើយយើងកូរប្រេងឆាជាមួយនឹងម្សៅឲ្យសព្វចូលគ្នាហើយយើងយកវាមកច្រោះអញ្ចឹងណាដើម្បីឲ្យសាច់ម្សៅវាបានម៉ត់ល្អតែប៉ុណ្ណឹងមកគឺយើងអាចយកវាមកចាក់បានហើយរបៀបចាក់នេះក៏អត់មានអីពិបាកដែរគឺយើងប្រើជក់ហ្នឹងយកទៅជ្រលក់ចូលជាមួយនឹងសាច់ម្សៅហើយយកវាមកប៉ាតពីលើខ្ទះហ្នឹងទៅជារាងរង្វង់អញ្ចឹងមកហើយបងប្អូនចង់បានក្រាស់ចង់បានស្ដើងតូចធំអីធ្វើតាមហ្នឹងណាហើយចំពោះភ្លើងវិញគឺប្រើភ្លើងតិចមែនតើសបកឆាយ៉មកមុខនេះយើងឃើញគេធ្វើលក់មើលទៅថាពិបាកធ្វើតែការពិតអត់មានអីពិបាកធ្វើទេបងប្អូនយើងអាចធ្វើហូបបានតែខ្លួនឯងទេហើយម្យ៉ាងសបកឆាយ៉នេះតាមផ្សារខ្លះល្មមអត់មានលក់ទេណាបងប្អូនតើថាកំងគេណាទើបមានអញ្ចឹងហើយបើសិនជាយើងចង់ធ្វើឆាយ៉បំពងអីអាចធ្វើខ្លួនឯងបានហើយឥឡូវនេះសបកឆាយ៉ខ្ញុំក៏បានចាក់ហើយអញ្ចឹងខ្ញុំមកធ្វើគ្រឿងស្នូលវិញម្ដងគឺខ្ញុំប្រើត្រាវយកមកឈូសវាទៅជាសរសៃហើយខ្ញុំដាក់ម្សៅស៊ុបបន្តិចប៊ីចេងបន្តិចស្ករបន្តិចជាមួយប្រេងខ្យងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្រេចយើងកូរគ្រឿងទាំងអស់នឹងឲ្យសព្វចូលគ្នាទៅណាការពិតដំបូងឡើយខ្ញុំប្រុងថាធ្វើស្នូលហ្នឹងតែត្រាវតែតែនឹកទៅថាបើសិនជាអត់ដាក់សាច់ទេខ្លាចអត់ឆ្ងាញ់អញ្ចឹងហើយក៏កច្រាំសាច់ដាក់ថែមឥឡូវនេះគឺខ្ញុំបន្ថែមស្លឹកខ្ទឹមហើយទើបបានដាក់សាច់ជ្រូកកច្រាំនឹងតាមក្រោយហើយយើងកូរច្បល់ចូលគ្នាឲ្យសព្វទៅតែប៉ុណ្ណឹងមកគឺយើងអាចយកទៅខ្ចប់បានហើយចុងក្រោយនេះគឺខ្ញុំថែមប្រេងល្ងបន្តិចដែរបងប្អូនឲ្យវាមានក្លិនឈ្ងុយណាហើយរបៀបខ្ចប់នេះអត់មានអីពិបាកទេបងប្អូនអើយដោយយើងយកសបកឆាយ៉ហ្នឹងក្រាលលើចានអញ្ចឹងទៅហើយដួសស្នូលដាក់មួយស្លាបព្រាក៏បានពីរស្លាបព្រាក៏បានបងប្អូនចង់ធ្វើតូចធ្វើធំអីតាមហ្នឹងណាហើយយើងបត់វាទាំងសងខាងចូលគ្នាមកបន្ទាប់មកយើងបិទឲ្យតែចិត្តមុខអញ្ចឹងទៅគឺបានហើយបងប្អូនវាអត់មានអីពិបាកទេកូនក្មេងក៏ធ្វើបានដែរមកមុខនេះហើយយើងក៏បន្តខ្ចប់ឆាយ៉នឹងឲ្យអស់អញ្ចឹងទៅណាតែប៉ុណ្ណឹងទៅគឺយើងអាចយកវាទៅបំពងបានហើយម្សៅដែលខ្ញុំយកមកបិទមុខហ្នឹងគឺម្សៅដែលយើងចាក់សបកវាហ្នឹងខ្ញុំទុកបន្តិចទុកបិទមុខអញ្ចឹងណាខ្ជិលប្រើពងទាហើយឥឡូវនេះគឺឆាយ៉ខ្ញុំបានខ្ចប់រួចអញ្ចឹងខ្ញុំយកមកបំពងតែម្ដងដោយដំបូងឡើយគឺប្រើភ្លើងមធ្យមណានៅពេលដែលយើងដាក់ឆាយ៉ចូលហើយគឺយើងបន្ថយភ្លើងមកភ្លើងតូចល្មមវិញបើនៅតែប្រើភ្លើងក្តៅគឺសាច់ស្នូលក្នុងវាអត់ឆ្អិនទេវាឆ្អិនតែពីខាងក្រៅណាព្រោះអីគឺយើងប្រើស្នូលឆៅទេអញ្ចឹងហើយយើងប្រើភ្លើងតិចល្មមទៅប៉ុន្តែនៅពេលដែលឆាយ៉យើងចិត្តឆ្អិនប្រែពណ៌ឡើងបានប៉ុណ្ណឹងយើងបន្ថែមភ្លើងឡើងរៀងក្តៅបន្តិចទៅណាដើម្បីដល់ពេលយើងស្រង់ឡើងអត់ជក់ខ្លាំងហើយឥឡូវនេះគឺឆាយ៉បំពងខ្ញុំបានឆ្អិនហើយយកមកជ្រលក់ជាមួយទឹកម្ទេសគ្រាប់ចេះក៏បានបើបងប្អូនចូលចិត្តបាញ់ស្រុងដាក់ជាមួយបាញ់ស្រុងក៏ត្រូវដែរ